ជំរាបសួរអ្នកទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំ Ultra Boy ហើយយើងជួបគ្នាជាមួយនឹងវីដេអូថ្មីដែលថ្ងៃនេះផងដែរយើងមកធ្វើការតាមដានជាមួយនឹង One Piece នៅក្នុង episode ទី1156និង1157ហើយសម្រាប់ episode ទី1158 59និង60ហ្នឹងគឺខ្ញុំនឹងធ្វើការចេញនៅក្នុងវីដេអូក្រោយទៀតតែអត់ដឹងថាពេលណាទូខ្ញុំបានចេញទេអញ្ចឹងកុំឲ្យខាតពេលយូរយើងទទួលស្ដាប់ទាំងអស់គ្នា Let's go ចាប់ផ្ដើមផ្សាយរឿងគឺយើងឃើញថា Luffy ជាមួយនឹង Usopp ហ្នឹងគឺពួកគាត់កំពុងតែធ្វើការសម្បាចិត្តខ្លាំងមែនតើពីព្រោះតែពួកគាត់ហ្នឹងបានធ្វើការចេញពីកោះ Egghead ដើម្បីបន្តដំណើរទៅកាន់កោះខាងមុខទៀតគឺកោះ Elbaf ហើយយើងឃើញថាពីរនាក់ហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនតើពីព្រោះតែពួកគេហ្នឹងបានធ្វើការចេញពីកោះ Egghead បាត់ទៅហើយអញ្ចឹងនៅតាមផ្លូវហ្នឹងគឺពួកគេបានធ្វើការជោគលៀងជោគអីនៅលើទូកអញ្ចឹងណាចំណែក Luffy នេះគឺគាត់អត់មានខ្វល់អីទេការងាររបស់គាត់ហ្នឹងគឺគិតតែពីញ៉ាំតែប៉ុណ្ណោះហើយពួកគេគឺធ្វើការនិយាយគ្នាលេងទៅលើទូកអញ្ចឹងទៅយើងកាត់មកដល់កោះមួយដែលកោះហ្នឹងគឺមានឈ្មោះថា Gathol ដែលក្រុម Bartolomeo ហ្នឹងគឺបានធ្វើការឬអុកឡុកនៅក្នុងកោះហ្នឹង Bartolomeo ហ្នឹងគឺបានធ្វើការគំរាមអ្នកដែលនៅលើកោះហ្នឹងឲ្យធ្វើការដាក់ជាមួយនឹងរូបតំណាងរបស់ Luffy ដើម្បីធ្វើការឲ្យ Luffy ហ្នឹងការពារកោះរបស់ពួកគេពេលនោះ Bartolomeo គឺគាត់អត់នឹកស្មានទេថាកោះហ្នឹងគឺត្រូវបានការពារដោយក្រុមរបស់ Shanks ហើយ Bartolomeo ជាមួយនឹងបពពួកហ្នឹងក៏បានធ្វើការទៅដុតទង់ជ័យក្រុមរបស់ Shanks ចោលហើយតើពីដុតហើយហ្នឹងគឺថា Bartolomeo ក៏ត្រូវបានក្រុមរបស់ Shanks ធ្វើការពាត់វាយហើយយើងឃើញថាជាចុងក្រោយក្រុមរបស់ Shanks ហ្នឹងគឺបានធ្វើការដោះលែងជាមួយនឹងក្រុម Bartolomeo ឲ្យចេញទៅបន្ទាប់ពីចេញមិនទាន់បានប្រហែលវិនាទីផងហ្នឹងគឺថា Yasop ក៏បានធ្វើការទាញជាមួយកំភ្លើងរបស់គាត់បានជាមួយនឹងទូក Bartolomeo ឲ្យលេចខ្ទេចបាត់ទៅយើងកាត់មកដល់ក្រុម Blackbeard នេះវិញហ្នឹងគឺ Blackbeard កំពុងតែធ្វើការខឹងដែលពួកគេហ្នឹងគឺបានធ្វើឲ្យបាត់ជាមួយនឹង Kobe ដែលបានធ្វើការចាប់នៅលើកោះនេះប៉ុន្តែពួកគេចំណុចវិញហ្នឹងគឺពួកគេបានចាប់ជាមួយនឹង Garp ផងដែរយើងកាត់មកដល់ក្រុមរបស់ Luffy នេះវិញហ្នឹងនៅពេលដែលពួកគេភ្ញាក់ពីដីមកវិញហ្នឹងគឺពួកគេបានក្បាត់ជាមួយនឹង Nami Sanji អីចឹងទៅហើយពួកគេហ្នឹងគឺខំរកខ្លាំងមែនតើប៉ុន្តែទោះរកយ៉ាងណាក៏រកអត់ឃើញដែរយើងកាត់មកដល់ Nami នេះវិញហ្នឹងនៅពេលដែលនាងភ្ញាក់មកហ្នឹងគឺនាងអត់ដឹងទេថាខ្លួននាងហ្នឹងគឺនៅកន្លែងណាដែល Nami ហ្នឹងគឺឆ្ងល់ខ្លាំងមែនតើថានាងមកដល់កន្លែងណាហើយបន្តមកទៀតហ្នឹងគឺមានសត្វអីមិនដឹងទេគឺថាបានមកពីក្រោយខ្នង Nami ហើយនាងក៏បានស្រែកថាទេសាច់រឿងក៏បានកាត់ទៅកន្លែងមួយទៀតដែលប្រជាជនទាំងអស់គ្នាហ្នឹងគឺកំពុងតែមើលទៅកាន់ដើមឈើមួយដែលដើមឈើនោះហ្នឹងគឺវាកំពុងតែឆេះហើយពួកគេក៏បាននិយាយថាវាប្រហែលជាមានរឿងមិនល្អហើយសាច់រឿងក៏បានកាត់មកកាន់ Nami នេះវិញតែនាងកំពុងតែធ្វើការដកស៊ូមកហ្នឹងដើម្បីធ្វើការចាត់ការទៅលើសត្វដែលបានមកក្រោយខ្នងនាងអំបញ្ញមិញណាហើយ Nami ហ្នឹងគឺព្រៃខ្លាំងមែនតើដោយសារតែនាងគឺអត់ដឹងថាខ្លួនរបស់នាងហ្នឹងគឺនៅកន្លែងណាឲ្យប្រកបទេបន្តមកទៀតនឹង Nami ក៏បានជួបជាមួយនឹងសត្វមួយដែលសត្វហ្នឹងមើលទៅដូចឆ្មាទៅ Intake តែតែក៏ប៉ុណ្ណឹងវាគឺជាកម្មប្រមាហើយបន្តមកទៀតនឹងកម្មប្រមាហ្នឹងក៏បានធ្វើការលេងអ្វីប្រហាទៅលើ Nami យកតែម្ដងបន្ទាប់ពី Nami រត់ចុះរត់ឡើងហ្នឹងក៏បានជួបជាមួយនឹង Usopp ដែល Usopp ហ្នឹងគឺត្រូវបានសត្វមួយយ៉ាងទៀតដូចឆ្មាហ្នឹងកំពុងតែខំហើយ Nami ក៏បានធ្វើការបញ្ចេញស៊ូដើម្បីឲ្យស៊ូហ្នឹងធ្វើការវាយជាមួយនឹងសត្វដូចជាកម្មប្រមានាងដែលកំពុងតែដេញនេះហើយនៅពេលដែលស៊ូចេញពីដបងរបស់គេមកភ្លាមហ្នឹងគឺថាគេបានចាត់ការទៅលើកម្មប្រមាដែលធ្វើការវាយទៅលើ Nami នឹងភ្លាមបន្ទាប់ពីដោះស្រាយបញ្ហាជាមួយនឹងកម្មប្រមាហ្នឹងហើយហ្នឹងគឺថា Nami និង Usopp គឺត្រូវបានអាឆ្មាដែលកំពុងតែខំ Usopp នោះដេញពួកគេទាំងអស់គ្នាយកតែម្ដងហើយបន្ទាប់ពីពួកគេរត់ដល់ផ្លូវតចុងក្រោយទៅហើយហ្នឹងគឺថា Luffy ក៏បានធ្វើការរត់ចេញមកហើយបន្តមកទៀត Luffy ក៏បានធ្វើការចាត់ការទៅលើសត្វឆ្មានឹងយកតែម្ដងបន្ទាប់ពីចាត់ការហើយនឹង Luffy ក៏បាននិយាយថាគេត្រូវមកជួយ Nami ជាមួយនឹង Usopp នឹងយូរទៅហើយប៉ុន្តែហ្នឹងគឺដោយសារតែ Luffy ហ្នឹងគឺកំពុងតែជាប់ធ្វើការប្រមាញ់ជាមួយនឹងសត្វទន្សាយមួយក្បាលហើយទាំងអស់គ្នាហ្នឹងគឺឆ្ងល់ខ្លាំងមែនតើថាពួកគេហ្នឹងបច្ចុប្បន្នគេកំពុងតែនៅហើយសម្រាប់ episode ទី1157នេះក៏បានបញ្ចប់ត្រឹមតែប៉ុណ្្នឹងអូខេអ្នកទាំងអស់គ្នាចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើពី58 59និង60អូខេចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ